ទស្សនិកជនជាទីមេត្រីក្រុមហ៊ុន AI ដ៏ល្បីរបស់ចិនគឺ DeepSeek ត្រូវបានរាយការណ៍មកថាកំពុងតែសម្ងំអភិវឌ្ឍបន្ទះ chip AI ផ្ទាល់ខ្លួនដើម្បីពង្រឹងឯករាជ្យភាពបច្ចេកវិទ្យានៅក្នុងស្រុកយើងតាមប្រភពជិតស្និទ្ធនៃការអភិវឌ្ឍបន្ទះ chip បានទម្លាយប្រាប់ស្ថាប័នព័ត៌មាន Reuters ថាក្រុមហ៊ុន Startup ផ្នែកបញ្ញាសិប្បនិម្មិតដ៏ល្បីរបស់ចិនគឺ DeepSeek កំពុងតែសម្ងំអភិវឌ្ឍបន្ទះ chip AI ផ្ទាល់ខ្លួនជំហានយុទ្ធសាស្ត្រថ្មីនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកទៅលើបន្ទះ chip របស់ក្រុមហ៊ុនអាមេរិក Nvidia និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ដែលខ្លួនធ្លាប់ប្រើប្រាស់ដើម្បីបង្វឹកនិងដំណើរការគំរូ AI ពីមុនមកប្រភពដដែលបានបញ្ជាក់ថាបន្ទះ chip ដែល DeepSeek កំពុងអភិវឌ្ឍនេះគឺផ្ដោតសំខាន់ទៅលើការទាញហេតុផលដែលជាដំណាក់កាលកណនារបស់ AI ក្នុងការបង្កើតចម្លើយឆ្លើយតបទៅកាន់អ្នកប្រើប្រាស់ពលគឺមិនមែនជាប្រភេទបន្ទះ chip សម្រាប់ប្រើប្រាស់ក្នុងដំណាក់កាលបង្វឹកគំរូ AI ថ្មីៗនោះទេប្រសិនបើការអភិវឌ្ឍទទួលបានជោគជ័យវានឹងក្លាយជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រដ៏ធំមួយរបស់ DeepSeek ដែលត្រូវបានគេប្រសិទ្ធនាមថាជាជើងឯក AI របស់ចិនហើយវាក៏អាចនឹងបង្កជាសម្ពាធប្រកួតប្រជែងបន្ថែមទៀតដល់ក្រុមហ៊ុន Huawei ផងដែរខណៈគម្រោងផលិតបន្ទះ chip នេះចាប់ផ្ដើមតាំងពីប្រមាណ1ឆ្នាំមុនមកម្លេះនៅក្នុងរយៈពេលប្រមាណខែចុងក្រោយនេះក្រុមហ៊ុន DeepSeek ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Hangzhou មួយនេះបានបង្កើនការជ្រើសរើសវិស្វកររចនាបន្ទះ chip ជាលក្ខណៈផ្ទៃក្នុងយ៉ាងស្ងៀមស្ងាត់ដោយមិនមានការបង្ហោះប្រកាសរើសបុគ្គលិកជាសាធារណៈឡើយបន្ថែមពីនេះក្រុមហ៊ុនក៏បាននឹងកំពុងពិភាក្សាជាមួយដៃគូខាងក្រៅក៏ដូចជាក្រុមហ៊ុនរចនា chip ក្រុមហ៊ុនផលិតនិងក្រុមហ៊ុនផ្គត់ផ្គង់អង្គចងចាំផងដែរការបោះជំហានចូលក្នុងវិស័យ hardware ផ្ទាល់ខ្លួនរបស់ DeepSeek គឺស្របពេលទៅនឹងនិន្នាការសកលដោយសារក្រុមហ៊ុន AI ធំៗផ្សេងទៀតលើពិភពលោកក៏កំពុងព្យាយាមគ្រប់គ្រងខ្សែសង្វាក់ផលិតកម្មបន្ទះ chip ដោយខ្លួនឯងដើម្បីកាត់បន្ថយការចំណាយព្រមទាំងកាត់បន្ថយការពឹងផ្អែកលើ Nvidia ជាក់ស្ដែងកាលពីខែមុនក្រុមហ៊ុន OpenAI ក៏ទើបតែប្រកាសចេញបន្ទះ chip inference ផ្ទាល់ខ្លួនដំបូងដែលមានឈ្មោះថា Japaneo ដែលសហការអភិវឌ្ឍជាមួយក្រុមហ៊ុនBroadcom ខណៈក្រុមហ៊ុន Anthropic ក៏កំពុងពិចារណាបង្កើត chip ផ្ទាល់ខ្លួនដូចគ្នាទោះបីជាយ៉ាងណាក៏ដោយអ្នកវិភាគបានលើកឡើងថាគម្រោងរបស់ DeepSeek អាចនឹងត្រូវប្រឈមមុខនឹងឧបសគ្គធំៗដោយសារតែវិធានការរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិកដែលបានរារាំងក្រុមហ៊ុនចិនមិនឲ្យទទួលបានបច្ចេកវិទ្យាផលិត chip កម្រិតខ្ពស់ពីបរទេសរួមទាំងការកាត់ផ្តាច់លទ្ធភាពទទួលបានអង្គចងចាំកម្រិតខ្ពស់ដែលជាសមាសភាគដ៏សំខាន់សម្រាប់បន្ទះ chip AI inference ផងដែរ